វិធីបែបនេះយើងមិនគួរសមចំណាយទេហើយចំពោះបងប្អូនដែលលោកចង់ទិញដីដាំកស៊ូឬក៏ដាំដំណាំដែលរយៈពេលវែងប្រមូលផលគួរតែពិចារណាអញ្ចឹងការមីសេរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសំណួរសួរថាតើយើងធ្វើអត់យើងត្រូវតែធ្វើព្រោះយើងមិនអាចបដិសេធបានទេដូចចាក់ស្ដែងខ្ញុំរងថ្ងៃខ្ញុំត្រូវតែធ្វើតែហ៊ានឈប់គឺបំណុលតាមក្រោយដល់គួតយើងហើយអញ្ចឹងយើងត្រូវតែផឹងយើងត្រូវតែធ្វើតែយើងធ្វើមើលកលៈទេសៈធ្វើមិនឲ្យត្រូវណាបងប្អូនជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នារីករាយជួបខ្ញុំសារជាថ្មីម្ចាស់ page DO Farming ហើយនឹងម្ចាស់ channel YouTube DO Farming ថ្ងៃនេះផងដែរខ្ញុំមកដល់ចកាហើយខ្ញុំនឹងស្រាយចម្ងល់បងប្អូនដែលលោកបានចោទសួរតាមរយៈ Facebook page chat មក Telegram personal បងប្អូនបានចោទសំណួរសួរថាតើបងយោងទៅលើអីបានបើកស៊ូដើមទូចម្លេះហើយជាមកដល់ចំណុចនេះអត់មានយោងទៅលើអីទេបងប្អូនយោងទៅលើកត្តាទៅបងធនាគារសេដ្ឋកិច្ចរៀងធ្លាក់ហើយមួយទៀតយើងសិក្សាទៅលើដើមវាដល់អាយុកាលវាត្រូវបើកហើយបងប្អូនដូចចាក់ស្ដែងដើមនេះចាក់ស្ដែងបងប្អូនមើលក្នុងកាមេរ៉ាឃើញទូចឯប៉ុន្តែខ្ញុំនឹងវាស់ចំនួន9តាក់បងប្អូន9តាក់អត់ពេញទេអញ្ចឹងបើយើងផ្ដោតទៅលើអាយុកាលហើយយើងផ្ដោតទៅលើកៅស៊ូលើតម្រងដើមយើងអាចបើកបានហើយបើយើងមើលកាមេរ៉ាខ្ញុំឃើញថតពេលខ្ញុំមើលខ្លួនឯងក៏ឃើញតូចដែរហើយថ្ងៃនេះគាត់ចែកជូនបងប្អូនទៅលើចំនួនដើមទេបើយើងមើលតាមចាក់ស្ដែងវាមិនតូចទេកស៊ូកាលណាតែយើងត្រូវកបិតគឺលូតលាស់លឿនណាស់បងប្អូនវាខំទៅស្ទុះដើមហើយកស៊ូនេះគឺជាកស៊ូពូជរាវអាយុកាលវា74ខែបើយើងគិតខែបងប្អូនមកមើលម្ដងនេះបងប្អូនឃើញនឹងឃើញអ្វីប្លែកអីបងប្អូនអាចមើលទឹកជ័របានទឹកជ័របងប្អូនខ្ញុំឲ្យបងប្អូនចំណាំមួយនៅពេលដែលបងប្អូននៅក្នុងចការបងប្អូនណាបងប្អូនមើលដើមដែលភិនភាកដូចដើមនេះហើយបងប្អូនចំណាំទុកតើវាចេញជ័រអត់ជាទូទៅការចំណាំរបស់ខ្ញុំមើលឃើញចេះដើមតែមានកពីកពោកតប៉ែតឡែតអីចឹងមីខាងលើដោះអីច្រើនញ៉ៃញ៉ៃពេលដែលយើងជាគឺចេញណាបងប្អូនអានេះជ័រនេះវាចូល4កបិតវេនថ្ងៃហ្នឹងហើយស្អែកយើងនឹងលាបថ្នាំហើយជ័រប្រប៉ុណ្ណឹងបងប្អូនឃើញគួរសមដែរទិន្នផលជ័រគួរសមអានេះខ្ញុំចង់ប្របែអារម្មណ៍បងប្អូនថាការselectយកពូជដាំដើម្បីអាស្រ័យផលនឹងជារឿងមួយដែលល្អបងប្អូនកាលណាយើងធ្វើវាត្រូវយើងចំណេញទាំងពេលវេលាយើងចំណេញទាំងតាំងថវិកាណាបងប្អូនអញ្ចឹងហើយបានវីដេអូមុនខ្ញុំបានតែងជជែកទទូចឲ្យបងប្អូនជ្រើសរើសពូជដែលត្រឹមត្រូវហើយពូជដែលត្រឹមត្រូវហ្នឹងកន្លងមកគឺយើងរាយខមមិនទៅលើពូជរាវនេះហើយគឺជារាវ4បងប្អូនចកានេះហើយគឺជារាវ4ហើយបងប្អូនរងចាំទស្សនាទាំងអស់គ្នាថ្ងៃនេះជាថ្ងៃទី1ខែ5យើងវាយឆ្នាំស្អែកវាយឆ្នាំប្របាយគ្រាប់ជ័រស្អែកអញ្ចឹងមើលវាយស្អែកជាវេន2វេន3អញ្ចឹងថ្ងៃទី3យើងនឹងវិលត្រឡប់មកជុំនេះអញ្ចឹងចាំមើលបងប្អូនខ្ញុំនឹងចែកម្លែកបងប្អូនថែមទៀតថាវេនទី3ដែលយើងត្រូវវាយឆ្នាំនេះបានន័យថាថ្ងៃទី3ដែលយើងត្រឡប់មកវាយឆ្នាំនៃមកជានៅវេនដែលយើងវាយឆ្នាំគ្រាប់ជ័រអញ្ចឹងបងប្អូននឹងឃើញថាទិន្នផលឬក៏ប្រមូលផលជាក់ស្ដែងយ៉ាងម៉េចចាំបងប្អូនកុំភ្លេចទស្សនាជាមួយខ្ញុំបាទតាមរយៈវីដេអូរបស់ខ្ញុំបងប្អូនមើលម្ដងនេះទូចទេប៉ុន្តែសន្តានដីមូលហេតុដែលខ្ញុំហ៊ានបើកមុខគឺទី1គឺយើងផ្អែកទៅលើអាយុកាលហើយទី2យើងមើលជើងថ្មីអញ្ចឹងពេលខ្លះការដាំវាអត់លើរួចដងដើមទេប៉ុន្តែអាយុកាលយើងអាចបើកបានយើងគួរតែបើកតែកុំបើកខ្ពស់ពេកណាបងប្អូនចន្លោះម៉ែត្រត្រឹម90ចុះក្រោមមកហើយទិន្នផលជាប់ប៉ុណ្ណឹងបងប្អូនមើលម្ដងនេះទៀតម្ដងនេះល្អបងប្អូននេះចូលពលិទី4ទឹកជាប់ស្រក់តក់បងប្អូនដើមនេះក៏ល្អដែរអញ្ចឹងវានៅគួតចានហើយយើងមិនទាន់វាយប្របាយគ្រាប់ជ័រទេអានេះគឺជាពូជដែលយើងselectយកគេហៅពូជរាវ
ខ្ញុំចង់ឲ្យតាដល់ថ្ងៃជាវាយប្រវាយគ្រប់ជាប់លឿនណាចង់ឲ្យបងប្អូនទស្សនាតើរាវដូចអ្វីដែលយើងលើកឡើងកន្លងមកដែរឬទេកន្លងមកយើងតែងអាចនិយាយបានថាភាសាសាមញ្ញតែងតែលើកឡើងរាវល្អណាស់រាវល្អណាស់ហើយចាំមើលរាវល្អយ៉ាងណាចាំរងចាំទស្សនាបងប្អូននេះម្ដងទៀតបងប្អូនចំណាំទៅដើមរៀងតប៉ែតឡែតមើលរៀងកថែកខាងលើមើលអានេះដុំកន្លែងនេះខ្នែងដុំកន្លែងដើមនេះតប៉ែតឡែតខ្នែងចេះហ្នឹងហើយបងប្អូនមើលទឹកជ័រហើយយើងមិនទាន់វាយប្រវាយគ្រាប់ជ័រប្រព័ន្ធនោះចុះល្មមដែលយើងវាយប្រវាយគ្រាប់ជ័រទៀតអាហ្នឹងគឺជាហេតុផលមួយដែលពួកខ្ញុំតែងតែលើកទឹកចិត្តឲ្យបងប្អូនពិចារណានៅក្នុងការប្រមូលផលសន្លឹកពូជឲ្យត្រូវឃើញបងប្អូនខ្លះរីក៏មិនទៅរីម600រីម12តែបើពីខ្ញុំវាខ្ញុំឆ្លាញ់រាវច្រើនជាងរីមដោយសារវាដល់ជំងឺដល់វគ្គដែលវាត្រូវឈឺខ្លាំងណាពេលខ្លះយើងមិនអាចមាននេកបានថាយើងពិបាកក្នុងការព្យាបាលនិយាយចំនិយាយស្រួលស្ដាប់គឺពិបាកក្នុងការព្យាបាលនៅពេលដែលយើងកំពុងប្រមូលផលយើងកាត់ដើមហើយកាត់ដើមចោលតែកាត់ដើមចប់ហើយលែងចេញចោលហើយខ្ញុំតាមមកនេះខ្ញុំឃើញដើមនេះមួយតប៉ែតឡែតហើយខ្ញុំមកមើលអូខេនេះទៀតបងប្អូននេះដើមដែលចេញខ្ញុំឲ្យបងប្អូនចំណាំហ្នឹងមកទៀតហើយអូខេនេះបងប្អូនមើលដើមណាដើមរៀងតប៉ែតក៏ខាងលើបែកមេឃសឡូនហ្នឹងបងប្អូនមើលជ័រនេះជ័រចេញហើយបងប្អូនជ័រចេញជ័ររាវខាប់ល្អបងប្អូនអើយអ្នកលក់នេះបងកាមេរ៉ាចាប់អានេះបន្តិចមើលជ័ររាវខាប់ល្អបងប្អូនយើងលក់អ្នកដែលទិញទៅដឹងតែចំណេញហ្មងវាខាប់ដេសេខ្ពស់ចាំមើលខ្ញុំរកមកដើមទៀតយើងដើរមើលក្នុងចំការរកមើលដើមមកដើមទៀតដែលរូបភិនភាគដូចយើងទុកឲ្យបងប្អូនចំណាំហ្នឹងដូចជាអស់ដើមល្អបងប្អូននេះដើមលក្ខណៈអញ្ចឹងដើមលក្ខណៈអញ្ចឹងតែដើមនេះយើងអត់បើកមុខយើងអត់បើកអូនេះដើមនេះអូខេនេះកាមេរ៉ាសូមចាប់វិកៀតតិចមកបងប្អូនឃើញកន្លែងហ្នឹងមួយគឺជ័រឲ្យតែដើមបែបហ្នឹងគឺជ័រឲ្យបងប្អូនជ័រចេញសាហាវកន្លែងហ្នឹងយើងរងចាំទស្សនាទាំងអស់គ្នាបងប្អូនរាប់ពីថ្ងៃទី1ខែ5ហ្នឹងទៅដល់ថ្ងៃទី3គឺយើងអាស្រ័យផលនៅវេនហ្នឹងហើយអញ្ចឹងចាប់ពីថ្ងៃ3ចន្លោះពីថ្ងៃ3ទៅគឺយើងជានៃការប្របាយគ្រាប់ជ័រហើយអញ្ចឹងជ័រវាត្រូវតែមានខ្ញុំជឿថាមានព្រោះពលាកដែលយើងជាផាប៉ុណ្ណឹងហើយនៅមានជ័រល្មមយើងវាយឆ្នាំប្របាយគ្រាប់ជ័រទៀតមកដល់ចំណុចនេះចង់សួរបងប្អូនយកយ៉ាងម៉េចដែរទៅលើបញ្ហាទៅលើពន្ធគេហៅថា tariff របស់លោកខាងលិចដែលប្រកាសពន្ធខ្លាំងមែនទែនធ្វើឲ្យប៉ះពាល់ខ្លាំងជាក់ស្ដែងជ័រយើងលក់បានចន្លោះ 4,200 ជ័រល្អតែឥឡូវនៅសល់តែតម្លៃដែលយើងឈ្មួញកណ្ដាលវាយបានទិញបាន31ហើយយើងទិញតាមចការនេះវាចន្លោះ28 27សម្រាប់ខ្ញុំអ្វីដែលគួរធ្វើទី1គឺគ្រប់គ្រងផលិតផលក្នុងស្រុកហើយទី2យើងគួរតែពង្រឹងទៅលើបច្ចេកវិទ្យាឬក៏គេហៅចំណេះជំនាញដែលយើងមានព្រោះមែនតើទៅឃើញកន្លែងហ្នឹងមួយវាបច្ចុប្បន្នវានេះហើយបើយើងគិតទៅលើបុគ្គលយើងគួរតែទៅលើការបន្ថយចំណាយយើងគួរតែបន្ថយកាត់បន្ថយចំណាយព្រោះហេតុអីនៅពេលដែលយើងចំណាយវាតែងតែសន្តិភាពបែបនេះយើងមិនគួរសមចំណាយទេហើយចំពោះបងប្អូនដែលលោកចង់ទិញដីដាំកស៊ូឬក៏ដាំដំណាំដែលរយៈពេលវែងប្រមូលផលគួរតែពិចារណា
ចឹងការ message របស់ខ្ញុំមានតែប៉ុណ្្នឹងទេសំណួរសួរថាតើយើងធ្វើអត់យើងត្រូវតែធ្វើព្រោះយើងមិនអាចបដិសេធបានទេដូចចាក់ស្ដែងខ្ញុំរងថ្ងៃខ្ញុំត្រូវតែធ្វើតែហ៊ានឈប់គឺបំណុលតាមក្រោយដល់គួតយើងហើយចឹងត្រូវតែយើងត្រូវតែផឹងយើងត្រូវតែធ្វើតែយើងធ្វើមើលកលៈទេសៈធ្វើមិនឲ្យត្រូវណាបងប្អូនអូខេមើលម្ដងនេះវីដេអូមុនមិនបង្កាក់គាត់តេសបង្ហាញទៅលើបុគ្គលិករបស់ខ្ញុំថាពលាកក្រោយរៀងចូលបន្តិចឥឡូវគាត់ចូលឲ្យមើលបងប្អូនមកមើលជួថ្ងៃមុនថ្ងៃដែលគាត់ធ្វើបទបង្ហាញហ្នឹងជួហោហើយមេឃភ្លៀងតែឥឡូវប៉ុណ្្នឹងបងប្អូនអញ្ចឹងកន្លែងហ្នឹងគឺគាត់បង្ហាញថាឲ្យជាចូលនេះឃើញបងប្អូនមើលវារៀងជ្រៅដល់អញ្ចឹងវាជួតែខ្ញុំថាវីដេអូក្រោយនឹងឃើញលទ្ធផលល្អទាំងអស់គ្នាខ្ញុំក៏សង្ឃឹមដែរខ្ញុំម្ចាស់ចការខ្ញុំសង្ឃឹមព្រោះអត់សង្ឃឹមមិនកើតរៀងថយជើងតែបន្តិចហ្នឹងគឺធនាគារមកដល់ហើយដល់ខែឥឡូវហ្នឹងលឿនណាស់បងអើយមួយខែបងគេមិនសូវចង់តន់ខ្ញុំកំពុងតែរកមើលដើមមួយទៀតដែលចំណាំឲ្យបងប្អូនចំណាំដែរដើមដែលចេញមកចេញជ័រច្រើនដែរខ្ញុំមានធ្លាប់ឃើញវានៅកន្លែងណាហ្នឹងអូខេនេះបងប្អូនខ្ញុំឃើញកន្លែងនេះមួយល្អដើមដែលដាំក្បែរគល់ដាំដែលគល់បងប្អូនដើមលូតលាស់ល្អហើយមានកម្លាំងទៀតអញ្ចឹងពីខ្ញុំគួរតែបងប្អូនពិចារណាទៅលើដាំក្បែរគល់ហ្នឹងណាកុំដុតភ្លើងឲ្យសោះតែដុតភ្លើងក៏ស៊ូអន់ដែរហើយយើងដាំវាទៅយើងមិនបាច់ដាក់ជីក៏បានហើយជ័របងប្អូននោះនេះខាត់ល្អណាស់ដែលសេខ្ពស់កស៊ូនេះទឹកជ័រមកដល់ចំណុចនេះខ្ញុំចង់សួរបងប្អូនថាសម័យមកខ្ញុំចង់ឲ្យបងប្អូនលោកដែលធ្លាប់មានបទពិសោធន៍នៅលើកស៊ូណាបងប្អូនដែលធ្លាប់គិតថាតើយើងគួរតែបន្ថែមមុខរបរទៅលើឬក៏ទៅក្នុងចការកស៊ូដែរទេខ្ញុំចេះតែឆ្ងល់ថាជួរកស៊ូយើងប្រើតែកំណៀបគ្នាប្រហែលជា6ម៉ែត្រជាទូទៅ6ម៉ែត្រខ្ញុំនិយាយចឹងណាចុះចន្លោះនេះហើយដល់ពេលយើងអត់ start up business ថ្មីខ្ញុំកំពុងតែហងមើល business តើខ្ញុំគិតខុសឬក៏ត្រូវបើសិនជាយើងប្រើជាមួយនឹងពពួកស្លឹកគ្រៃអត្តនាមពលជុំតើវាដើរអត់អញ្ចឹងហើយខ្ញុំគ្រាន់គិតទេខ្ញុំថាបើសិនជាយើងមានមុខរបរ add up បន្ថែមពីលើកស៊ូនឹងទៀតតើវារ៉ានអត់តើវាមានផលប៉ះពាល់អត់អញ្ចឹងណាអានេះគ្រាន់ជាកំណត់ទេហើយបើបងប្អូនដែលគាត់លោកមានបច្ចេកទេសបងប្អូនអាចបង្ហាញខ្ញុំផងតើយើងគួរធ្វើវាអត់អញ្ចឹងណាអញ្ចឹងវីដេអូនេះដល់ទីបញ្ចប់ហើយក៏ចង់ក្រោយក៏អរគុណហើយមកដល់ចំណុចនេះស្ថានភាពសូវល្អអ្វីដែលពីខ្ញុំគឺបងប្អូនគួរតែរក្សាសុខភាពគិតឲ្យបានត្រឹមត្រូវមុននឹងសម្រេចចិត្តទៅលើ business ដែលរយៈពេលយូរមានប៉ុណ្ណឹងបងប្អូនជំរាបលា